ជំរាបសួរបងប្អូនទាំងអស់គ្នាបាទក្នុងវីដេអូនេះខ្ញុំធ្វើការសម្អាតនៅកន្លែងផ្ទះបាយរបស់ខ្ញុំបាទបញ្ជាក់បន្តិចបងប្អូនអរគ្នាបាទនេះគឺជាបន្ទប់ជួលទេបាទមិនមែនផ្ទះផ្ទាល់ខ្លួនរបស់ខ្ញុំទេណាអញ្ចឹងដោយសារតែកន្លែងនេះគឺខ្ញុំត្រូវសម្អាតដាក់ចានឆ្នាំងសម្រាប់ទុកដាំស្លបរិភោគប្រចាំថ្ងៃអញ្ចឹងណាអញ្ចឹងបន្ទាប់ពីខ្ញុំបានសម្អាតយកកណាត់មកជូតដីហើយបន្ទាប់មកខ្ញុំក៏យកទឹកបាទយកទឹកកូនក្បាក់មួយមកបាទយកទឹកកូនក្បាក់មួយមកយើងជ្រលក់បដាជូតបដាបន្ទាប់ពីយើងជូតវាសើមសព្វអស់ហើយខ្ញុំនឹងដាក់ទឹកសាប៊ូបន្ថែមទៀតដាក់ទឹកសាប៊ូដើម្បីជូតតាមជាងតាមកន្លែងការ៉ូដែលយើងដាក់ចានឆ្នាំងទូឆ្នាំងយើងណាអញ្ចឹងកន្លែងនេះគឺខ្ញុំរៀងសារវីដេអូរៀងវែងតិចរៀងលឿនតិចបងប្អូនអរគ្នាហើយអញ្ចឹងហើយមើលទៅរៀងញាប់តិចហើយណាក្នុងសាច់វីដេអូណាអញ្ចឹងក្នុងការធ្វើវីដេអូនេះឡើងដោយសារអីខ្ញុំចង់ចែកម្លែកពីការសកម្មភាពការរស់នៅបន្ទាប់ពីយើងមកពីធ្វើការងារវិញអញ្ចឹងណាបងប្អូនអរគ្នានេះបន្ទាប់ពីខ្ញុំចេញពីការងារម៉ោង5កន្លះម៉ោង6ល្ងាចហើយដល់ផ្ទះខ្ញុំក៏ធ្វើការរៀបចំនៅកន្លែងដាក់ចានឆ្នាំងរបស់ខ្ញុំដោយសារតែឃើញវាមានកតិចកទីដីអីចឹងទៅខ្ញុំក៏ធ្វើការរៀបចំចឹងទៅអញ្ចឹងនេះជូតទឹកសាប៊ូផងជូតទឹកធម្មតាផងជូតមកទឹកហើយមកទឹកទៀតមកសាហើយមកសាទៀតដើម្បីឲ្យវាជ្រះវាភ្លឺវាស្អាតអត់មានឃើញខ្លាញ់រលើករលោងនៅកន្លែងដាក់ចានឆ្នាំងអញ្ចឹងណាអញ្ចឹងហើយខ្ញុំព្យាយាមជូតម្ដងហើយម្ដងទៀតអញ្ចឹងអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាតាមដានតិចទៀតទៅនឹងឃើញបន្ទាប់ពីសកម្មភាពជូតសម្អាតកន្លែងដាក់ចានឆ្នាំងខ្ញុំនឹងធ្វើការទៅលាងចានឆ្នាំងលាងទូលាងសម្ភារៈក្បិតជ្រុញអីទុកប្រើប្រាស់ប្រចាំថ្ងៃគឺធ្វើការដុសសាប៊ូវាសារជាថ្មីខ្ញុំលាងវាទុកទេប៉ុន្តែដោយសារមួយរយៈនេះខ្ញុំអត់សូវបាយផ្ទះឯងចេញពីធ្វើការមកហូបបាយហើយបានចូលមកបន្ទប់អញ្ចឹងណាពេលអញ្ចឹងទៅកតិកទីយើងទុកមួយរយៈមួយសប្តាហ៍អីដែរដល់ពេលអញ្ចឹងវាមានកតិកទីរុះពីដបូលពីអីមកអញ្ចឹងអ្នកនរគ្នាបាទដោយសារបន្ទប់ជួលយើងដឹងហើយមិនដូចផ្ទះយើងផ្ទាល់ខ្លួនទេអញ្ចឹងខ្ញុំក៏ធ្វើការសម្អាតទៅព្រោះដោយសារបើសិនជាយើងអត់សម្អាតទេវាអាចយើងឈឺដោយសារការហូបចុកសម្អាតមិនបានល្អអញ្ចឹងបន្ទាប់ពីខ្ញុំជូតសម្អាតទឹកក៏ដូចជាជូតសាប៊ូវាជាច្រើនសារមកគឺឃើញវារៀងជ្រះជាងមុនហើយអ្នកនរគ្នាអញ្ចឹងប៉ុណ្ណឹងយើងអាចទុកដាក់ចានឆ្នាំងយើងបានហើយបន្ទាប់មកទៀតខ្ញុំមកធ្វើការប្រមូលចានឆ្នាំងមកលាងបាទហើយចានឆ្នាំងគឺវាមិនច្រើនប្រហែលទេគ្រាន់តែថាយើងទុករៀងយូរអញ្ចឹងយើងធ្វើការសម្អាតម្ដងទៅវារៀងយូរចានឆ្នាំងមកល្មមសម្រាប់ប្រើទេប៉ុន្តែយើងសម្អាតវាចេញទាំងអស់ម្ដងយូរសម្អាតវាម្ដងអញ្ចឹងវាចំណាយពេលខ្ទង់កន្លះម៉ោងឯដែរអញ្ចឹងអ្នកនរគ្នាបាទអញ្ចឹងធ្វើការដុសឆ្នាំងបាទមានឆ្នាំងមានចានមានស្លាបព្រាមានកំប៉ុងស្លាបព្រាមានទូដាក់ចានដាក់ឆ្នាំងគឺខ្ញុំលាងទាំងអស់ជ្រុញកាំបិតអីគឺលាងទាំងអស់តែម្ដងអញ្ចឹងក្នុងសាច់វីដេអូនេះគាត់ចង់ចែកម្លែកដល់បងប្អូនអរគ្នាថាពេលដែលយើងធ្វើការរកលុយហើយត្រូវចេះហូបចុកឲ្យមានអនាម័យផងដើម្បីការពារកុំឲ្យយើងឈឺយើងកាលណាដែលយើងហូបចុកមិនបានសម្អាតគ្រប់គ្រាន់យើងមិនសម្អាតឲ្យមានអនាម័យគ្រប់គ្រាន់ទេនោះទោះជាយើងមានលុយទិញអាហារហូបចុកក៏វាធ្វើឲ្យយើងឈឺដូចយើងអត់មានអាហារហូបដែរដោយសារតែយើងសម្អាតមិនបានល្អណាអញ្ចឹងហើយសម្រាប់បងប្អូនដែលនៅម្នាក់ឯងនៅផ្ទះជួលអីចឹងសូមសម្អាតកន្លែងរស់នៅក៏ដូចជាកន្លែងគេងកន្លែងសម្រាកកន្លែងចក្រានបាយអីយើងសម្អាតឲ្យបានល្អជៀសវាងឈឺថ្កាត់ដោយសារការរស់នៅដែល
យើងមិនបានសម្អាតឲ្យគ្រប់ជ្រុងជ្រោយទេណាអូខេអញ្ចឹងវីដេអូខ្ញុំគឺជួយការលាងសម្អាតហើយខ្ញុំធ្វើការសារវីដេអូឲ្យលឿនដើម្បីឲ្យចាប់កុំឲ្យយូរម៉ោងពេកចឹងអ្នកនរគ្នាអញ្ចឹងគឺសកម្មភាពដូចអ្នកនរគ្នាឃើញហើយគឺបន្ទាប់ពីលាងសម្អាតកន្លែងជូតសម្អាតកន្លែងដាក់ចានឆ្នាំងឥឡូវខ្ញុំធ្វើការលាងចានឆ្នាំងហើយអញ្ចឹងខ្ញុំវាមិនមានអីច្រើនទេខ្ញុំមានតែសកម្មភាពបង្ហាញអ្នកនរគ្នាប៉ុណ្ណឹងឯងគាត់ថាវារៀងវែងតិចវីដេអូនេះអ្នកនរគ្នាហើយបើនិយាយពីការសម្អាតផ្ទះក៏ដូចជាការរៀបចំផ្ទះរៀបចំកន្លែងគេងសម្រាប់អ្នកមានគ្រួសារដូចខ្ញុំអ្នកខ្លះគាត់គិតថាមនុស្សប្រុសយើងទៅធ្វើការរលុយហើយមកវិញរៀបចំផ្ទះសម្បែងហើយនឹងការងារមនុស្សស្រីអាហ្នឹងជាការយល់ឃើញរបស់បុគ្គលម្នាក់ទេតែបើសម្រាប់ខ្ញុំមិនថាខ្ញុំទៅធ្វើការឬមិនទៅធ្វើការទេសំខាន់ពីអ្នកគ្រួសារអ្នកណាមកមុនអ្នកនឹងធ្វើជាក់ស្ដែងដូចថ្ងៃនេះចឹងដោយសារតែខ្ញុំចេញពីធ្វើការមកមុនគាត់ហើយគាត់អត់ទាន់ចេញមកគាត់រវល់ថែមម៉ោងថែមអីចឹងខ្ញុំមកដល់ខ្ញុំរៀបចំចានឆ្នាំងអីឲ្យទៅពេលគាត់មកដល់យើងធ្វើបាយទឹកហូបជុំគ្នាទៅហើយសម្រាប់តែម្ដងតែបើសិនជាគាត់មកដល់មុនចានឆ្នាំងខោអាវគាត់បោកចឹងទៅគាត់គក់ចឹងទៅប៉ុន្តែបើសិនជាខ្ញុំមកដល់មុនខ្ញុំនឹងធ្វើការបោកសម្អាតជូតផ្ទះអីមុនរំតែគាត់មកដល់យើងធ្វើហើយអញ្ចឹងពេលខ្លះអាការជួយគ្នាបន្តិចបន្តួចហ្នឹងធ្វើឲ្យយើងជៀសផុតពីការឆ្លោះទាស់តែងគ្នាក្នុងគ្រួសារដែរដោយសារបច្ចុប្បន្នការងារគេមិនគិតការងារស្រីប្រុសទេសំខាន់ការងារហ្នឹងមនុស្សម្នាក់ធ្វើបានអត់ធ្វើកើតអត់ព្រោះអត់ត្រូវគិតស្រីប្រុសទេការងារហ្នឹងក៏ប្រុសធ្វើកើតការងារហ្នឹងក៏ស្រីធ្វើកើតអញ្ចឹងយើងជួយគ្នាទៅគ្រួសារយើងវាជៀសផុតពីការឆ្លោះគ្នាមិនថាការធ្វើការងារផ្ទះហ្នឹងការខ្លាចប្រពន្ធការមិនហ៊ានតវ៉ាមួយប្រពន្ធអីមិនអញ្ចឹងទេសម្រាប់ខ្ញុំគឺដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងអ្នកណាទៅនេអ្នកណាមកមុនអ្នកណាទំនេរអ្នកនឹងធ្វើហើយតែបើសិនមកដល់ស្មើគ្នាយើងជួយគ្នាអ្នកលាងចានអ្នកលាងឆ្នាំងដាំបាយអីចឹងទៅគឺយើងជួយគ្នាចឹងមកដើម្បីអីដើម្បីយើងឆាប់រួចឆាប់បានហូបកុំឲ្យនៅប្រចាំគ្នាឆ្លោះគ្នាពេញផ្ទះអញ្ចឹងធ្វើវីដេអូនេះឡើងមិនចង់អួតអីទេគ្រាន់តែចង់បញ្ជាក់ទៅដល់បងដែលយើងនៅផ្ទះជួលយើងដឹងហើយការសម្អាតការថែទាំដែលយើងសម្អាតបានល្អពេលខ្លះវាអាចដបូលអីរៀងចាស់ទៅវាធ្លាក់កតិចកទីមកលើចានឆ្នាំងយើងដូច្នេះយើងត្រូវតែមានការសម្អាតឲ្យបានទៀងទាត់ជៀសវាងការហូបចុកទៅវាឈឺដោយសារការទុកដាក់ចានឆ្នាំងបានល្អអញ្ចឹងណាអញ្ចឹងសម្រាប់ក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាសកម្មភាពបន្តទៀតអ្នកនរគ្នាអាចមើលបន្តទៀតតាមដានបន្តទៀតបានហើយសម្រាប់អ្នកមកថ្មីកុំភ្លេចជួយចុច Subscribe ក៏ដូចជាចុចសញ្ញាកណ្ដឹងខ្ញុំម្នាក់មួយផងឬក៏ចុច Like វីដេអូម្នាក់មួយផងអ្នកនរគ្នាបាទហើយវីដេអូបន្តទៀតបើអ្នកនរគ្នាចង់ខ្ញុំនិយាយពី content អ្វីមួយអាច comment ខាងក្រោមបាន content វិសាខ្ញុំមានក្នុង channel នេះខ្ញុំមាន content ខ្ញុំcontent លេង drone អញ្ចឹងបើសិនជាបងប្អូនចង់ដឹងពី technique ក្នុងការលេងពពួក drone ណាដែលអាចធ្វើវីដេអូយកជាការបានពពួក drone ណាដែលសម្រាប់ធ្វើការរៀនលេង
ឬក៏យើងគួរយល់ដឹងអ្វីខ្លះមុននឹងយើងចាប់ផ្ដើមប្រើប្រាស់ដ្រូនដើម្បីផលិតវីដេអូចឹងអ្នកនរគ្នាអាច comment ខាងក្រោមមកដើម្បីខ្ញុំចែករំលែកចំណេះដឹងខ្លះៗដែលខ្ញុំមានហើយវីដេអូក្រោយៗប្រហែលជាអាចនឹងជួបក្នុងការចែករំលែកទាក់ទងជាមួយការប្រើប្រាស់បច្ចេកវិទ្យានៃដ្រូនហើយដ្រូនដែលខ្ញុំប្រើគឺប្រភេទក្រុមហ៊ុនដ្រូន DJI បាទជាក្រុមហ៊ុនឈានមុខគេដែលល្បីឈ្មោះយូរឆ្នាំមកហើយផលិតផលរបស់គាត់មានច្រើនផលិតផលតែផលិតផលខ្ញុំលើកមកនិយាយប្រហែលជាលើកមកតែដ្រូនមួយមុខទេដោយសារអី DJI គាត់មានផលិតផលច្រើនមិនថា microphone មិនថាដង tripod ដងទប់លំនឹងកាមេរ៉ាឬក៏ពពួកកាមេរ៉ា action camera គឺគាត់បានចេញមកជា complete តែម្ដងមិនមែនមួយក៏មិនមែនពីរមិនមែន3គឺច្រើនប្រភេទតែម្ដងអញ្ចឹងបើរៀបរាប់ទៅនិយាយមួយថ្ងៃប្រហែលជាមិនអស់ទេដោយសារប្រភេទនៃផលិតផលរបស់ក្រុមហ៊ុន DJI មួយមុខគឺច្រើនហើយសូម្បីតែដ្រូនកសិកម្មដែលប្រជាពលរដ្ឋឬជាប្រជាកសិករទូទាំងសកលក៏ដូចជាប្រទេសកម្ពុជាយើងដែលកំពុងតែប្រើប្រាស់នៅវិស័យកសិកម្មទំនើបហ្នឹងគឺដ្រូន DJI គឺជាដ្រូនមួយដែលក្រុមហ៊ុនមួយផលិតដ្រូនដែលធំតែម្ដងសូម្បីតែដ្រូនខ្នាតយក្សដ្រូនកសិកម្មដែលមានចាប់ពី T25 រហូតដល់ T100 សប្តាហ៍ថ្ងៃដែលទើបចេញក្រៅហ្នឹងគឺក្រុមហ៊ុន DJI ដែរអញ្ចឹងគាត់បានផលិតនៅបច្ចេកវិទ្យាដ្រូនហ្នឹងគឺខប់ស៊េរីតែម្ដងហើយពពួកដ្រូនដែលមានការនិយាយថាដ្រូនដែលមានប្រព័ន្ធទប់លំនឹងខួរក្បាលចាំនៅទីតាំងដែលហោះចេញគឺមានតែ DJI ទេហើយការទប់លំនឹងខ្លួនជាមួយនឹងខ្យល់ក៏ DJI ធ្វើបានល្អដែរត្បិតអីតែពពួក mini តូចហៅថា mini 1ឡើងទៅ mini 3 mini 5 Pro ហ្នឹងត្បិតតែពួកវារៀងត្រឹមតែ2ខាំកន្លះពិតមែនប៉ុន្តែបើនិយាយពីការទប់លំនឹងទប់ខ្យល់គឺវាធ្វើបានល្អទោះជាខ្យល់បក់មកខ្លាំងប៉ុន្តែវាអង្គើតែតួដ្រូនទេអ្នកនរគ្នាបាទរង្គើតែតួដ្រូនទេប៉ុន្តែសាច់ផលិតជាវីដេអូកាមេរ៉ារបស់វាមានជើងទប់លំនឹងយ៉ាងខ្លាំងតែម្ដងព្រោះខ្ញុំធ្លាប់ប្រើត្រឹមតែ mini 3ទេប៉ុន្តែអ្នកនរគ្នាឃើញហើយបើខ្ញុំថតពីសភាពដ្រូនឲ្យគឺឃើញរង្គើខ្លាំងប៉ុន្តែបើសិនទៅមើលជាសាច់វីដេអូវិញគឺគ្មានរង្គើទេបាទហើយខ្ញុំក៏មានtechniqueមួយចំនួនដើម្បីចែកម្លែកដែរមុននឹងការហោះដ្រូនឡើងយើងត្រូវពិនិត្យអីខ្លះដោយសារនេះខ្ញុំជួបផ្ទាល់ទេប៉ុន្តែខ្ញុំអាចការពារដ្រូនខ្ញុំមិនឲ្យធ្លាក់បានដោយសារតែយើងមានការយល់ដឹងពីវាខ្លះៗតែបើសិនបងប្អូនយកទៅដល់អត់មើលឆ្វេងស្ដាំហោះឡើងអត់មើលឆ្វេងស្ដាំហោះឡើងពេលខ្លះវាធ្វើឲ្យខុសបច្ចេកទេសណាមួយដ្រូនបងប្អូនធ្លាក់ខ្ទេចបាក់បែកទាំងថ្មីតែម្ដងអញ្ចឹងគឺវីដេអូក្រោយអេពីសូតក្រោយខ្ញុំនឹងធ្វើការចែកម្លែកទៅនឹងចំណេះដឹងខ្លះៗដែលខ្ញុំធ្លាប់ដឹងចឹងសម្រាប់បងប្អូនដែលចង់ដឹងពីការប្រើប្រាស់ដ្រូនក៏ដូចជាការប្រើប្រាស់នៅប្រភេទកាមេរ៉ាដើម្បីផលិតវីដេអូបានសម្រាប់អ្នកចាប់ផ្ដើមធ្វើ content ផលិតវីដេអូថ្មីអាច comment ខាងក្រោមដើម្បីខ្ញុំធ្វើការចែករំលែកខ្លះៗទាក់ទងអ្វីដែលខ្ញុំដឹងខ្ញុំមិនមែនជាcontent creator ធំទេប៉ុន្តែខ្ញុំអាចចែករំលែកបានទាក់ទងនឹងអ្វីដែលខ្ញុំអាចដឹងកន្លងមកដែលខ្ញុំកំពុងធ្វើសប្តាហ៍ថ្ងៃអញ្ចឹងជាចុងក្រោយខ្ញុំមានការចែករំលែកបងប្អូននិយាយគោលត្រួសតែប៉ុណ្្នឹងទេហើយសប្តាហ៍ថ្ងៃនេះគឺគេមានប្រភេទ content ច្រើនទាក់ទងមួយការផលិតជាសាច់វីដេអូក៏ដូចជា content ដើម្បីចែករំលែកទៅលើ social media មិនថា TikTok Facebook YouTube អីទេអញ្ចឹងគេមាន content ជាច្រើនប៉ុន្តែ content ខ្លះអាចថាធ្វើទៅអាចនឹងមានបញ្ហា content ខ្លះធ្វើទៅអាចនឹងយូរអង្វែងអញ្ចឹងអាស្រ័យទៅលើប្រភេទ content ទៅលើការ technique ការកាត់តការកែ edit ទៅលើវីដេអូ content របស់បងប្អូនផងដែរអញ្ចឹងដើម្បីជា
ការចែកម្លែកនៅថ្ងៃក្រោយចំគោលដៅឬក៏ចង់ឲ្យខ្ញុំបកស្រាយនៅចម្ងល់បងប្អូនខ្លះមួយចំនួនបាទមិនការកាត់តចែកម្លែកទៅលើការកាត់តdesign នៅលើទូរស័ព្ទដៃ computer ឬក៏លើ tablet អញ្ចឹងបងប្អូនចង់ដឹងលើកម្មវិធីកាត់តទាំងអស់ហ្នឹងអាច comment ខាងក្រោមក៏ខ្ញុំអាចចែកម្លែកបានខ្លះៗដែរព្រោះថា content creator មួយចំនួនមិនមែន content creator ទេ sorry ចង់និយាយថាទៅលើ app edit video មួយចំនួនគឺ app ខ្លះគឺអាចប្រើ free កើតទេអញ្ចឹងទាមទារឲ្យយើងធ្វើការរុករកទៅលើ app ដែលអាចប្រើ free បានព្រោះដោយសារអីយើងមិនទាន់មានលទ្ធភាពទៅលើធ្វើការបង់ទិញ license ពីគេឡើយអញ្ចឹងយើងអត់ទាន់មាន license មិនមានលទ្ធភាពទិញ license ពីគេបានទេដោយសារយើងនៅមានកម្រិតអញ្ចឹងថាបងប្អូនឬក៏ខ្ញុំទេសូម្បីតែខ្ញុំក៏ប្រើ app ដែល free ដែរប៉ុន្តែយើងមាន app មួយចំនួនយើងប្រើ free បាន app មួយចំនួនទៀតយើងប្រើ free អត់កើតទេអញ្ចឹងសម្រាប់បងប្អូនថ្មីដែលមិនទាន់បានដឹងអាច comment ខាងក្រោមមកខ្ញុំចែកម្លែកឲ្យអញ្ចឹងយើងដឹងយើងចែកម្លែកតគ្នាទៅព្រោះអីវាជាចំណេះដឹងមួយដែលអាចជួយឲ្យយើងយល់ដឹងបន្ថែមពី technique ក្នុងការកែវីដេអូដើម្បី upload ចូលទៅក្នុង platform social media ដើម្បីរកចំណូលបន្ថែមក្រៅពីយើងធ្វើការងារអាជីពរបស់យើងអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងឃើញថាការលាងសម្អាតរបស់ខ្ញុំគឺមកដល់ពេលនេះគឺខ្ញុំលាងប្រដាប់ប្រដាប្រើប្រាស់របស់ខ្ញុំគឺវាសឹងតែបាន 80% អ្នកនរគ្នាគឺខ្ញុំសម្អាតតិចតួចទៀតទេអញ្ចឹងខ្ញុំបន្ទាប់ពីខ្ញុំសម្អាតហើយខ្ញុំនឹងរៀបចំធ្នើទូខ្ញុំមកហ្នឹងយកទៅដាក់វាឲ្យស្អាតឥឡូវនេះខ្ញុំកំពុងតែសម្អាតទេនេះអានេះគឺយើងសម្អាតទឹកសាប៊ូណាយើងលាងសម្អាតបន្ទាប់ពីលាងសាប៊ូហើយយើងលាងសម្អាតហើយឥឡូវយើងធ្វើការរៀបចំទូរៀបចំធ្នើដើម្បីដាក់នេះឆ្នាំងខ្ទះរបស់ខ្ញុំរៀបតូចដែរព្រោះយើងនៅតែ2នាក់យើងឆ្នាំងតូចក៏យើងអាចធ្វើហូបបានដែរអញ្ចឹងឥឡូវនេះយើងធ្វើតម្លើងធ្នើវាបាទយើងតម្លើងធ្នើដាក់ចានកន្លែងនេះដាក់ចានណាអញ្ចឹងបន្ទាប់ពីខ្ញុំតម្លើងធ្នើរួចខ្ញុំទៅយកចានមករៀបម្ដងមួយបន្ទាប់ពីរៀបចានរួចខ្ញុំនឹងរៀបធ្នើដាក់គ្រឿងទេសសម្រាប់ស្លសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃឥឡូវនេះខ្ញុំដាក់ចានសិនអញ្ចឹងមនុស្សខ្ញុំគឺចូលចិត្តការរស់នៅបែបស្លាស់អញ្ចឹងហើយចានឆ្នាំងតែមានអីប្រឡាក់តិចតួចជុំវិញហ្នឹងឯថាយើងធ្វើម្ហូបយូរទៅមានខ្លាញ់មានអីជាប់ជាងហ្នឹងគឺខ្ញុំអត់ទុកទេខ្ញុំនឹងដាក់ទឹកសាប៊ូដាក់អីលាងសម្អាតឲ្យស្អាតកុំឲ្យមើលទៅវារៀងរលើករលោងពេកវាអត់ស្អាតទេកន្លែងហូបកន្លែងធ្វើហូបចុកអញ្ចឹងចឹងបន្ទាប់ពីខ្ញុំដាក់ចានដាក់ឆ្នាំងរួចអញ្ចឹងខ្ញុំដាក់ចានរួចខ្ញុំដាក់បំពង់ស្លាបព្រាបាទបំពង់ស្លាបព្រាបន្ទាប់មកយើងដាក់ស្ព្រាកាំបិតវែកបាទយកមកទុកក្នុងនឹងឲ្យស្អាតទៅបន្ទាប់មកយើងនឹងដាក់ធ្នើមួយទៀតសម្រាប់ដាក់គ្រឿងទេសក៏ដូចជាជ្រុញឬក៏សម្ភារៈប្រើប្រចាំថ្ងៃដូចជាអំបិលប៊ីចេងស្ករទឹកត្រីទឹកស៊ីអ៊ីវហ្នឹងយើងនឹងដាក់វាមកកដប់តែម្ដងយើងនឹងដាក់វាមួយដីឡែកតែម្ដងអញ្ចឹងមកដល់ចំណុចនេះសម្រាប់បងប្អូនដែលមិនទាន់បាន subscribe ទៅលើ channel របស់ខ្ញុំកុំភ្លេចជួយចុច subscribe ដាក់សញ្ញាដល់ខ្ញុំម្នាក់មួយផងអ្នកទាំងអស់គ្នាដើម្បីជាកម្លាំងចិត្តក្នុងការផលិតវីដេអូបន្តទៀតឥឡូវនេះគឺយើងធ្វើការតម្លើងទៅនៅមួយទៀតហើយ
ហើយវីដេអូរបស់ខ្ញុំនឹងធ្វើការចែកម្លែកទាក់ទងចំណេះដឹងដែលខ្ញុំមានជូនបងប្អូនក៏ដូចជាចែកម្លែកទៅលើទេសភាពជុំវិញក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្ញុំអញ្ចឹងលក្ខណៈជា vlog ដែរទេអ្នកនរគ្នាបាទប៉ុន្តែលក្ខណៈជា vlog ដែល original វីដេអូកន្លែងនេះយើងទៅឡើងធ្នៅប៉ុន្តែវារស់ជើងវាសម្រាប់បងប្អូនដែលចង់ផលិតវីដេអូរកលុយទៅលើ channel YouTube ឬជា Facebook page អីថ្មីអាចធ្វើជាវីដេអូ original content មកបាទវាជួយឲ្យយើងរកលុយបានយូរអង្វែងជាពិសេសវីដេអូ original សំឡេង original បាទកុំឲ្យជាប់ភ្លេងបាទវីដេអូនេះខ្ញុំធ្វើការបញ្ចូលសំឡេងឡើងវិញដោយសារអីដោយសារតែខ្ញុំថតទៅយើងនៅផ្ទះជួលបងប្អូនគ្នាដឹងទេអ្នកនៅជាប់បន្ទប់យើងគាត់បើកសំឡេងចម្រៀងបើកអីទៅវាជាប់ចម្រៀងអញ្ចឹងខ្ញុំធ្វើការបិទសំឡេងចោលតែម្ដងជៀសវាងវាជាប់ copyright នៅថ្ងៃអនាគតឬក៏យើងស្នើសុំរកលុយអត់កើតអញ្ចឹងឥឡូវខ្ញុំកំពុងតែរៀបទឹកត្រីទឹកស៊ីអ៊ីវអីចូលហើយបាទហើយអាចថតខាងក្រោមហ្នឹងខ្ញុំដាក់ជ្រុញកបិតកូនកញ្ច្រែងអីសម្រាប់ទុកប្រើអញ្ចឹងទៅអញ្ចឹងយើងរៀបចំវាដាក់ឲ្យស្អាតដើម្បីងាយស្រួលប្រើហ្នឹងហើយអ្នកនរគ្នាអញ្ចឹងបន្ទាប់ពីខ្ញុំរៀបចំកន្លែងរៀបចំអីរួចរាល់យករបស់របរមកទុកដាក់រួចរាល់អញ្ចឹងខ្ញុំបាន resale គឺបានប៉ុណ្ណេះឯងអ្នកនរគ្នាបាទការរៀបចំរបស់ខ្ញុំដែលជាងកន្លះម៉ោងណាបានប៉ុណ្ណឹងតែសាច់វីដេអូវាមិនដល់ជាងកន្លះម៉ោងខ្ញុំធ្វើការសង្ខេបអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេក្នុងការចែកម្លែកក្នុងថ្ងៃនេះយើងនឹងជួបគ្នាក្នុងវីដេអូក្រោយក៏អរគុណដល់បងប្អូនដែលបានទស្សនាដល់ពីដើមដល់ចប់ផងដែរបាទជួបគ្នាជាមួយនឹងខ្ញុំបាទសុកណានៅវីដេអូក្រោយបន្តទៀតណាអ្នកនរគ្នា